ខ្ញុំបាទជាស្ដាខ្ញុំបានមកចំការនៅថ្ងៃអាទិត្យហើយក៏ឆ្លៀតចូលផ្សារមួយផ្លែតហើយក៏បានពេលចូលមកឃើញទៅស្រស់ស្រស់ហើយធំល្អទៀតណាហើយខ្ញុំក៏មិនបានហើយខ្ញុំឃ្លានពេកក៏បានក៏ទិញ2គីឡូទៅបាទហើយក្រាបពីត្រីហ្នឹងក៏មានមាន់2ក្បាលដែរហើយក្រាបពីមាន់ហ្នឹងក៏មានបន្លែគ្រប់សពហើយសិតតែធម្មជាតិនេះបាទច្រើនណាស់ហើយបើហូបទាំងអស់នេះខ្ញុំមិនហូបម្នាក់ឯងទេខ្ញុំហើយពុកម៉ែបងប្អូនអើយហើយថ្ងៃនេះថ្ងៃសម្រាប់ហើយពូមីងខ្ញុំក៏គាត់បានមកលេងចំការហើយក៏ទិញត្រៀមទុកទៅហើយពេលពួកគាត់មកដល់ពុកម៉ែបងប្អូនសាកទាយមើលថាគាត់ធ្វើម្ហូបអីខ្លះសូមតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណច្រើនហើយចាំពុកម៉ែបងប្អូនទស្សទាយថាគាត់ធ្វើម្ហូបអីចាំវគ្គ2ចាំខ្ញុំដាក់ឲ្យតើបងប្អូនចាំពេលគាត់ធ្វើម្ហូបហើយចាំខ្ញុំថតឲ្យមើលអរគុណច្រើន